សម្លម្ជូរព្រៃសាច់មាន់រសជាតិឡើងជូរហឹរស្រស់មាត់ឆ្ងាញ់មែនទែនបងប្អូនវិធីធ្វើក៏ងាយដែរអត់ចាំបាច់បុកគ្រឿងបុកអីញ៉ៃៗទេដំបូងយើងដាក់ឆ្នាំងមួយមករួចហើយដាក់ប្រេងឆាមកល្មមប្រហែលជាខ្ទង់2-3ស្លាបព្រាបាយហើយដាក់រំដេងខ្ទឹមសខ្ទឹមក្រហមគល់ស្លឹកគ្រៃស្លឹកក្រូចសើចហ្នឹងលីងវាឲ្យឡើងឈ្ងុយតាមពិតទៅយើងត្រូវដាក់រមៀតមួយមុខទៀតតែដោយសារខ្ញុំអត់មានមើមរមៀតអញ្ចឹងតិចទៀតបាទខ្ញុំដាក់ម្សៅរមៀតជំនួសវិញរួចហើយយើងលីងគ្រឿងនឹងឲ្យឡើងឈ្ងុយមែនតើបន្ទាប់មកទៀតចាំយើងដាក់ប្រហុកចូលហើយប្រហុកនឹងប្រហែលជា6ច្បាយទេខ្ញុំយកវាមកចិញ្ច្រាំឲ្យម៉ត់បងប្អូនអាចដាក់តិចជាងហ្នឹងឬក៏ច្រើនជាងហ្នឹងតាមចំណង់ចំណូលចិត្តបន្ទាប់មកយើងឆាប្រហុកនឹងឲ្យឈ្ងុយរួចហើយចាំយើងដាក់សាច់មាន់ចូលសាច់មាន់ហ្នឹងគឺចំនួនកន្លះគីឡូជាងបន្តិចខ្ញុំកាត់វាជាដុំមកល្មមហើយយើងឆាសាច់មាន់ចូលជាមួយនឹងគ្រឿងហ្នឹងឲ្យសព្វដែរសម្រាប់សម្លមួយមុខនេះយើងអាចប្រើសាច់ទាក៏បានសាច់មាន់ក៏បានហើយសាច់គោក៏បានដូចគ្នាអាស្រ័យទៅលើបងប្អូនចូលចិត្តចឹងបន្ទាប់ពីយើងដាក់សាច់មាន់ចូលយើងឆាវាទៅមករួចហើយបានខ្ញុំបន្ថែមម្សៅរមៀតដូចខ្ញុំប្រាប់បងប្អូនចឹងដោយសារតែខ្ញុំអត់មានមើមរមៀតចឹងក៏ដាក់ម្សៅរមៀតជំនួសទៅបន្ទាប់មកខ្ញុំដាក់ម្ជូរសណ្តាន់ចូលតែម្ដងយើងអាចប្រើអំបិលទុំក៏បានដែររួចហើយទើបចាក់ទឹកចូលខ្ញុំដាក់ទឹកចូល1លីត្រកន្លះឬក៏ស្មើនឹង2ចានសម្លធំបន្ទាប់មកយើងគ្របគម្របរងាស់វាចោលមកស្ទុះសិនទៅធ្វើមិនឲ្យមាន់របស់យើងឆ្អិនល្អគ្រាន់តែទឹកសម្លពុះហ្នឹងក៏ចាប់ផ្ដើមចេញក្លិនឈ្ងុយមកបដាហើយដល់ត្រឹមនេះបងប្អូនអាចភ្លក់មើលសិនបានតាមពិតទៅរសជាតិទឹកសម្លហ្នឹងអត់ទាន់ឆ្ងាញ់ទេតែយើងគ្រាន់តែភ្លក់មើលដើម្បីដឹងថាវាមានជាតិប្រៃពីប្រហុកខ្លះហើយនៅហើយសណ្តាន់ចេញជាតិជូរខ្លះហើយនៅពេលដែលខ្ញុំភ្លក់ទៅឃើញថានៅសាបចឹងខ្ញុំក៏ដាក់អំបិល2ស្លាបព្រាកាហ្វេហើយម្សៅស៊ុបមាន់2ស្លាបព្រាកាហ្វេដែរបន្ទាប់មកខ្ញុំកូរគ្រឿងនឹងចូលគ្នាឲ្យសព្វដើម្បីភ្លក់មើលម្ដងទៀតពេលដែលខ្ញុំភ្លក់នឹងឃើញថាវាឆ្ងាញ់ល្មមហើយរសជាតិជូរក៏ល្មមដែរអញ្ចឹងខ្ញុំស្រង់សណ្តាន់ចេញមុននឹងដាក់បន្លែចូលហើយយើងគួរតែភ្លក់ឲ្យដឹងថាទឹកស្លនឹងមានរសជាតិឆ្ងាញ់ល្មមហើយឬនៅព្រោះថាបើយើងដាក់បន្លែហើយយើងឡើងតែថែមនេះថែមនោះអាចធ្វើឲ្យបន្លែរបស់យើងនឹងផុយខ្លាំងពេកអញ្ចឹងយើងភ្លក់ឲ្យដឹងជាតិថាវាមកល្មមឆ្ងាញ់ហើយចាំដាក់បន្លែចូលហើយថ្ងៃហ្នឹងខ្ញុំប្រើបន្លែ3មុខគឺផ្សិតត្រប់វែងហើយនឹងប៉េងប៉ោះធម្មតាយើងប្រើត្រប់ស្រួយតែដោយសារខ្ញុំអត់មានត្រប់ស្រួយអញ្ចឹងខ្ញុំប្រើត្រប់វែងជំនួសវិញតែរសជាតិឆ្ងាញ់ដែរតើបងប្អូនហើយក្រោយដាក់បន្លែហើយយើងចាំតែមកពុះទៀតបន្ទាប់មកចុងក្រោយយើងបង់តែម្រះព្រៅចូលគឺរួចជាស្រេចតែប៉ុណ្ណឹងរួចហើយបងប្អូនទឹកសម្លជូរឡើងស្រស់មាត់តែម្ដងហើយបើយើងថែមម្ទេសអីតិចតួចទៅវាធ្វើឲ្យទឹកសម្លរបស់យើងជូរហឹរបន្តិចៗកាន់តែឆ្ងាញ់